បើសិនជាបងប្អូនមានបញ្ហាឡើង LDL cholesterol អនុវត្ត6ចំណុចនេះគឺអាចជួយបងប្អូនច្រើនខ្លាំងមែនតើហើយការណែនាំថ្ងៃនេះខ្ញុំយកចេញពី Dr. Karen ខ្ញុំបកប្រែវីដេអូរបស់គាត់ចឹងណាបើអ្នកចេះភាសាអង់គ្លេសអាចចូលទៅមើលវីដេអូរបស់គាត់ផ្ទាល់បានខ្ញុំដាក់ link នៅខាងក្រោមទី1គឺបន្ថែម fiber គ្រាន់តែបន្ថែម fiber ពី5ទៅ10ក្រាមក្នុងមួយថ្ងៃគឺជួយកាត់បន្ថយ LDL cholesterol ពី5ទៅ10%ផ្អែកទៅតាមការស្រាវជ្រាវ meta analysis មួយនេះបង្ហាញថានៅពេលដែលអ្នកជំងឺដែលគាត់មានបញ្ហាឡើង LDL cholesterol ហ្នឹងញ៉ាំពពួក legume ពពួកសណ្តែកពួកអីដែលមាន fiber ខ្ពស់ហ្នឹងគឺឃើញថា LDL cholesterol របស់គាត់ហ្នឹងថយចុះចំនួន 5% ដោយមិនបាច់ផ្លាស់ប្ដូររបបអាហារfiber មិនត្រឹមតែមាននៅក្នុងបន្លែទេបងប្អូននៅក្នុងពពួកសណ្តែកខៀវសណ្តែកអីផ្សេងៗហ្នឹងក៏មាន fiber ខ្ពស់ដែរឬក៏ប្រភេទ chia seed flax seed អាហ្នឹងគឺជាប្រភព fiber ដែលល្អហើយចំពោះ chia seed ដើម្បីកុំឲ្យមានបញ្ហាដល់ប្រព័ន្ធរំលាយអាហារអ្នកនរត្រូវតែត្រាំសិនមុននឹងយកទៅញ៉ាំក្នុងបន្លែផ្លែឈើក៏មាន fiber ដែរអញ្ចឹងបង្កើនការញ៉ាំរបស់ពួកវាទៅគឺជួយបង្កើន fiber នៅក្នុងរបបអាហាររបស់យើងហើយឬក៏សម្រាប់អ្នកដែលគាត់រវល់មិនសូវប្រកែហូបបន្លែអីក៏គាត់អាចហូបអារបស់ចេះបានដែរនេះគឺបន្លែ organic ធម្មជាតិ 100% បន្លែ40មុខបូកនឹង fiber ទៀត fiber មានប្រភេទ flax seed ហើយនិង acacia fiber ហើយនិង fiber ចេញពីបន្លែនិយាយទៅអានេះគេធ្វើដើម្បីមានភាពងាយស្រួលហើយមានវីតាមីនផងមានបន្លែច្រើនមុខហើយមាន fiber អញ្ចឹងណាប៉ុន្តែយើងក៏អាចញ៉ាំរបស់ធម្មជាតិដូចជាសណ្តែកដូចជាបន្លែខ្លួនឯងមកចាំទិញក៏បានដែរគាត់ថានេះវាមានភាពងាយស្រួលចំណុចទី2គឺត្រូវផ្លាស់ប្ដូរ saturated fat ទៅ unsaturated fat វិញអាចជួយបញ្ចុះ LDL cholesterol រហូតដល់ 70% អាស្រ័យទៅលើយើងផ្លាស់ប្ដូរឬក៏ជំនួសវាកម្រិតណាអញ្ចឹងមានន័យថាម៉េចបដូរពីប្រភេទប្រេងដូងឬក៏ខ្លាញ់សត្វខ្លាញ់អីហ្នឹងទៅជាប្រភេទប្រេងអូលីវឬក៏ប្រភេទប្រេងគ្រាប់ធញ្ញជាតិវិញចំណុចទី3គឺផ្លាស់ប្ដូរប្រូតេអ៊ីនក្នុងហ្នឹងគឺផ្លាស់ប្ដូរប្រូតេអ៊ីនចេញពីសាច់ដោយសាច់គោសាច់ជ្រូកសាច់មាន់សាច់ទាសាច់ត្រីហ្នឹងទៅជាប្រូតេអ៊ីនចេញពីរុក្ខជាតិវិញគឺជួយកាត់បន្ថយ LDL cholesterol 6%ប្រូតេអ៊ីនចេញពីរុក្ខជាតិមានដូចជាតៅហ៊ូពួកសណ្តែកមិនត្រឹមតែមាន fiber ឯងសណ្តែកគ្រប់ប្រភេទក៏មានប្រូតេអ៊ីននៅក្នុងនឹងដែរពួក chickpeas ញ៉ាំប្រភេទ pea protein ប្រភេទចេះក៏បានដែរហ្នឹងគឺទាញចេញពីសណ្តែកតែម្ដងបើអ្នកនរគ្នា allergy ជាមួយសណ្តែកអាចញ៉ាំជាតៅហ៊ូទៅអីបានចំណុចទី4បើសិនជាយើងធាត់ខ្លាំងគឺយើងត្រូវសម្រក់គីឡូការសម្រក់គីឡូគ្រាន់តែ5ទៅ10% នៃគីឡូរបស់យើងគឺជួយកាត់បន្ថយ LDL រហូតដល់ 6% មិនត្រឹមតែប៉ុណ្្នឹងទេការសម្រក់គីឡូក៏ជួយ triglyceride យើងឲ្យទាបហើយនឹងជួយ HDL cholesterol របស់យើងដែរចំណុចទី5គឺការហាត់ប្រាណប្រភេទ aerobic ហាត់តែ150នាទីក្នុងមួយអាទិត្យមានន័យថា2ម៉ោងកន្លះក្នុងមួយអាទិត្យគឺជួយកាត់បន្ថយ LDL cholesterol ពី3ទៅ 6% អញ្ចឹងយើងអាចហាត់ថ្ងៃច័ន្ទកន្លះម៉ោងគៀកន្លះម៉ោងបានហើយ aerobic ហ្នឹងអីគេដូចជាការដើរការរាំការជិះកង់ការវាយសីការលេងថេនីសហ្នឹងគេហៅថា aerobic គេគឺងាយស្រួលខ្លាំងមែនតើហើយមិនត្រឹមតែជួយ LDL ទេណាគឺជួយសម្ពាធឈាមរបស់យើងឲ្យល្អផងដែរចំណុចចុងក្រោយទី6គឺការធ្វើ fasting នេះគឺខ្ញុំបន្ថែមខ្លួនឯងទេរបស់ doctor មានតែ5ទេដោយសារខ្ញុំឃើញការស្រាវជ្រាវមួយចំនួនបង្ហាញថាការធ្វើ fasting ហ្នឹងក៏ជួយកាត់បន្ថយ cholesterol ដែរព្រោះយើង fasting យើងអត់ញ៉ាំអីផ្ដេសផ្ដាសបងប្អូនអាចចាប់ដើមញ៉ាំមួយថ្ងៃតែ3ពេលក៏បានដែរព្រឹកថ្ងៃល្ងាចកុំញ៉ាំអីកពិកកពុកនៅចន្លោះហ្នឹងកញ្ចិតកញ្ចប់ចន្លោះហ្នឹងឬក៏បងប្អូនចង់ fasting 16ម៉ោងក៏បាន18ម៉ោងក៏បានតែបើយើងទៅចាប់ដើមហើយយើងមានអាយុច្រើន recommend ថាញ៉ាំមួយថ្ងៃតែ3ពេលកុំឲ្យញ៉ាំអីកញ្ចិតកញ្ចប់ចន្លោះហ្នឹងគឺវាល្អបើបងប្អូនអនុវត្ត 5-6 ចំណុចហ្នឹងបងប្អូនអាចចុះ cholesterol រហូតដល់20ទៅ 25% គិតទៅច្រើនខ្លាំងហើយអនុវត្តជាប្រចាំបងប្អូនទទួលបានជោគជ័យមក